mau xiêm riệp hái mình ban khẩu chết chúng cái thà làm món đẹp cho xem để sát lọ hái còn tay mình miên cứ mình hại miên này សួស្តី Mr. Kim បាទសួរ អ្វីដែលគិតថាមកស៊ីមីផៃផ្ដល់ធម្មពលខ្លាំងសម្រាប់បងឯងផ្ទាល់តែម្ដង ខ្ញុំថារឿងតំបន់ទេសចរវាមានច្រើនកន្លែងប៉ុន្តែប្រហែលជាមានពុកម៉ែបងប្អូនតែមួយចំនួនតូចទេដែលលោកជុលថាសៀមរាបមិនមែនជាតំបន់ទេសចរមកដើម្បីតែកំសាន្តភ្នែកឬមួយក៏មកសម្រាប់កាយតែប៉ុណ្ណឹងទេអ្វីដែលសៀមរាបមានហើយខ្ញុំគិតថាតំបន់ទេសចរផ្សេងតែស្អាតល្អហើយប៉ុន្តែมันមានគឺมันអាចមានទេគឺការជួសជុលនៅធម្មពលពលឹងវិញ្ញាណនេះគឺជារឿងសំខាន់ជាពិសេសអ្នកដែលមានអាយុរៀងជ្រេដូចខ្ញុំអញ្ចឹងបានន័យថាយើងបានឆ្លងកាត់ជីវិតច្រើនហើយដល់ពេលមួយយើងមានអារម្មណ៍មួយថាវានៅតែខ្វះអ្វីមួយយ៉ាងដែលអាចធ្វើឲ្យយើងមានធម្មពលនេះខ្ញុំចង់និយាយអំពីធម្មពលទាំងផ្លូវចិត្តមានទាំងធម្មពលផ្លូវកាយហើយវាមានទាំងធម្មពលនៅក្នុងការគិតនៅគំនិតច្នៃប្រឌិតឬគំនិតថ្មីខ្ញុំគិតថាការរកស៊ីក្តីធ្វើការក្តីរាល់ថ្ងៃគឺពោពេញទៅដោយភាពរំខាន distractions អញ្ចឹងវាធ្វើឲ្យខួរក្បាលរបស់យើងខ្វះមួយគឺខ្វះភាពស្ងប់ស្ងាត់ធ្វើឲ្យខួរក្បាលរបស់យើងមិនអាចស្ចង់បាននៅក្នុងការគិតរឿងអីមួយដូច្នេះពេលដែលបងប្អូនមកខេត្តសៀមរាបជាពិសេសគឺរកទីតាំងប្រាសាទដោយខ្ញុំនៅនេះប្រាសាទមួយនេះគឺមិនសូវមានអ្នកចូលមកទេដោយសារតែផ្លូវនោះមិនសូវជាល្អដែលអាចចូលមកស្រួលហើយប្រហែលជាមិនសូវមានអ្នកស្គាល់ប៉ុន្តែដោយសារបងប្អូនមកដល់មុនខ្ញុំហើយបានណែនាំខ្ញុំថាប្រាសាទនេះពេលថ្ងៃលិចគឺពន្លឺថ្ងៃចាំងមកប្រាសាទមកគឺធ្វើឲ្យប្រាសាទទាំងមូលហ្នឹងប្រែពណ៌ពីពណ៌ស្លែទៅជាពណ៌មាសបងប្អូនយើងឆ្មាំប្រាសាទនៅទីនេះលោកប្រាប់ថាប្រាសាទឈ្មោះថាប្រាសាទតាទូតយាយទូតហើយបើសិនជាខុសឈ្មោះអីសូមបងមានកតិទេសចរក្តីឬក៏បងដែលមានចំណេះដឹងច្រើនស្ដីកុំឲ្យមានការប្រកាសប៉ុន្តែអ្វីដែលខ្ញុំចង់និយាយត្រឡប់ទៅខាងដើមវិញថាការជ្រើសរើសទីតាំងដើម្បីដំណើរកម្សាន្តគឺពិតជាមានសារៈសំខាន់ហើយមានទៅតាមគោលបំណងផ្សេងគ្នាប៉ុន្តែបើសិនជាបងប្អូនដែលចង់បានភាពស្ងប់សុខឬក៏ recharge ឬក៏ប្រមូលយកធម៌ពលពលឹងវិញ្ញាណឬក៏ spiritual power មកវិញហ្នឹងអត់មានកន្លែងណាក្រៅពីខេត្តសៀមរាបទេជាពិសេសគឺនៅតំបន់ប្រាសាទហ្នឹងតែម្ដងបាទសូមអរគុណច្រើនបង